នៅពេលនេះយើងយកពាក្យយកគឺនឹងមកដាក់បញ្ចូលនៅក្នុងប្រយោគនេះតែម្ដងអញ្ចឹងសាកាណាអូយកគឺថាបេម៉ាសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ថ្នាក់រៀនភាសាជប៉ុនខ្ញុំឈ្មោះហែមហួយជាគ្រូបង្រៀនភាសាជប៉ុននៅ CJC ថ្ងៃនេះសូមលើកយកពាក្យពីរមកណែនាំដល់អ្នកទាំងអស់គ្នាដែលពាក្យទី1គឺពាក្យថាយកគឺតើពាក្យយកគឺនេះមានអត្ថន័យយ៉ាងណាហើយនិងពាក្យមួយទៀតគឺពាក្យថាអាម៉ារីតើពាក្យអាម៉ារីនេះមានន័យយ៉ាងណាដែរបងប្អូនអ្នកទាំងអស់គ្នាធ្លាប់រៀនប្រហែលជាបានដឹងហើយមែនទេតែសម្រាប់អ្នកដែលមិនធ្លាប់បានរៀនឥឡូវថ្ងៃនេះយើងមកនឹងដឹងនៅអត្ថន័យនៃពាក្យទាំងពីរនេះទាំងអស់គ្នានៅពាក្យថាយកគឺមានន័យថាញឹកញាប់ហើយជាញឹកញាប់ហើយនឹងពាក្យថាអាម៉ារីមានន័យថាមិនសូវហើយអញ្ចឹងតើពាក្យពីរនេះគេប្រើនៅក្នុងសន្ទនាយ៉ាងណាដែរបងប្អូនសូមចូលមកមើលប្រយោគទី1តើប្រយោគទី1នេះគឺសាកាណាអូថាបេម៉ាស់អរគុណនេះសូមមើលម្ដងទៀតណាសាកាណាអូថាបេម៉ាស់ថាបេម៉ាស់មានន័យថាញ៉ាំសាកាណាមានន័យថាត្រីគឺសាកាណាអូថាបេម៉ាស់មានន័យថាញ៉ាំត្រីនៅពេលនេះយើងយកពាក្យយកគឺនឹងមកដាក់បញ្ចូលនៅក្នុងប្រយោគនេះតែម្ដងអញ្ចឹងសាកាណាអូយកគឺថាបេម៉ាស់សាកាណាអូយកគឺថាបេម៉ាស់ហើយអញ្ចឹងយើងដឹងហើយថាពាក្យយកគឺនេះគឺមានន័យថាជាញឹកញាប់អញ្ចឹងសាកាណាអូយកគឺថាបេម៉ាស់មានន័យថាជាញឹកញាប់គឺយើងញ៉ាំត្រីឬក៏ញ៉ាំត្រីជាញឹកញាប់ហើយសូមអានម្ដងទៀតណាសាកាណាអូថាបេម៉ាស់សាកាណាអូយកគឺថាបេម៉ាស់ហើយនឹងគឺជាអត្ថន័យនៃពាក្យថាយកគឺហើយតាមមកទៀតយើងនឹងចូលដល់ពាក្យថាអាម៉ារីអាម៉ារីនេះមានជាភាសាខ្មែរមានន័យថាមិនសូវហើយមិនសូវអូខេអញ្ចឹងយើងមើលប្រយោគខាងក្រោមគឺដាម៉ូណូវ៉ាថាបេម៉ាសែងគឺដាម៉ូណូវ៉ាថាបេម៉ាសែងហើយគឺដាម៉ូណូមានន័យថាផ្លែឈើដល់ពេលថាបេម៉ាសែងមានន័យថាមិនញ៉ាំហើយអញ្ចឹងមិនញ៉ាំផ្លែឈើហើយតែដល់ពេលយើងលើកយកពាក្យអាម៉ារីនេះយកមកដាក់ខាងក្រោមឥឡូវវាទៅជាយ៉ាងម៉េចដែរឥឡូវអស់គ្នាសូមមើលហើយគឺដាម៉ូណូវ៉ាអាម៉ារីថាបេម៉ាសែងគឺដាម៉ូណូវ៉ាអាម៉ារីថាបេម៉ាសែងហើយអញ្ចឹងយើងដឹងហើយពេលថាគឺដាម៉ូណូប្រែថាផ្លែឈើហើយថាបេម៉ាសែងមានថាមិនញ៉ាំហើយអញ្ចឹងយើងដាក់ពាក្យអាម៉ារីចូលមកវាទៅជាគឺដាម៉ូណូវ៉ាអាម៉ារីថាបេម៉ាសែងមានន័យថាមិនសូវញ៉ាំផ្លែឈើហើយអញ្ចឹងយើងយកម្ដងទៀតណាហើយពាក្យយកគឺយើងប្រើជាមួយនឹងទម្រង់ស្របហើយចំណែកពាក្យអាម៉ារីគឺយើងប្រើជាមួយនឹងទម្រង់បដិសេធហើយទម្រង់ស្របដូចជាប្រយោគខាងលើហ្នឹងសាកាណាអូយកគឺថាបេម៉ាស់ហើយគឺដាម៉ូណូវ៉ាអាម៉ារីថាបេម៉ាសែងអញ្ចឹងអ្វីដែលអ្នកនាងគួរកត់សម្គាល់គឺទី1គឺលើអត្ថន័យនៃពាក្យថាយកគឺមានន័យថាញឹកញាប់ហើយណាមួយទៀតគឺពាក្យថាអាម៉ារីគឺមានន័យថាមិនសូវដែលពាក្យទាំងពីរនេះពាក្យខាងលើយកគឺប្រើជាមួយនឹងទម្រង់ស្របនិងពាក្យថាអាម៉ារីគឺប្រើជាមួយនឹងទម្រង់បដិសេធហើយអញ្ចឹងការបង្រៀនរបស់ខ្ញុំទាក់ទងនឹងពាក្យថាយកគឺនិងពាក្យថាអាម៉ារីគឺមានតែប៉ុណ្ណឹងជួបគ្នាក្នុងវីដេអូជាបន្តទៀតសូមអរគុណ